មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃ
ព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរយូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណានាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណានាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណានាសម្បូរសត្រូវ
ផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិននិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ អតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយ
អ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់
ចិត្តក៏មួម៉ៅទុកទាំងកាយទុកទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយៗដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកបជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាប៉ូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារស់រាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិតទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងคล้ายជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាស់ទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះសាងបុណ្យលាងបាបពេលវេលាហួសទៅហើយអ្នកមិនអាចបកក្រោយវិញបានទេកម្មដែលអ្នកបានសាងហើយជាកម្មល្អក្តីអាក្រក់ក្តីអ្នកមិនអាចលុបវាចេញបានទេតែបើអ្នកគិតថាខុសអ្នកអាចកែប្រែខ្លួនប្រឹងសាងល្អឡើងវិញអ្នកបានជាមនុស្សប្រសើរជាងមុនតែបាបនៅតែជាបាបដដែលព្រោះអ្នកបានធ្វើវារួចហើយបើសម្លប្រៃចាក់ទឹកទៅវានឹងសាបបន្តិចតែជាតិប្រៃវានៅតែជាជាតិប្រៃដដែលវាមិនរត់ទៅណាទេគ្រាន់តែលាយទឹកច្រើនយើងលែងសូវដឹងប៉ុណ្ណឹងយ៉ាងណាមិញបើជ្រុលជាសាងអាក្រក់ទៅហើយ
ត្រូវប្រឹងសាងល្អវិញឲ្យបានច្រើនហើយមិនបាច់ដេកកើតទុកស្ដាយក្រោយទេនាំតែបានបាបថែមពេលណាសមគួរកម្មនឹងឲ្យផលហើយព្រមទទួលទៅកម្មយើងទេគ្មានអ្នកណាមានឥទ្ធិពលជួយលាងបាបឲ្យអ្នកឡើយសូម្បីតែព្រះពុទ្ធបើអ្នកព្រោះស្រូវក្នុងស្រែហើយបែរជាតិចអិចធូបបន់ស្រន់មិនឲ្យវាដុះវាជារឿងឆោតល្ងងពេកហើយដរាបណានៅតែមានកំណើតកម្មនៅតែតាមចូលប្រឹងប្រែងសាងល្អឲ្យបានច្រើនកុំឲ្យមានវិបដិសារីស្ដាយក្រោយឡើយសាំញ៉ាំច្រើនសាវ៉ាច្រើនសាំញ៉ាំច្រើនម្ដងយកនេះម្ដងយកនោះនាំឲ្យអ្នកស្មុគស្មាញច្រើនកើតទុក្ខក៏ច្រើនដែរហើយគ្មានបានសម្រេចការណាមួយឲ្យប្រកបប្រជាទេយូរទៅគេក៏លែងទុកចិត្តទៀតមុននឹងសម្រេចចិត្តគួរគិតគូរឲ្យបានសពគ្រប់សួរយោបល់គេឲ្យបានច្រើនគ្នាសិនរួចបូកសរុបលទ្ធផលហើយចុងក្រោយអ្នកត្រូវជ្រើសរើសដោយខ្លួនឯងបើរើសយកមួយណាហើយកុំមិនពេនបាយដូរចុះដូរឡើងធ្វើអីចាប់មួយណាឲ្យប្រកបមួយនឹងខ្លួនមួយកុំជិះទូកពីរប្រយ័ត្នធ្លាក់ទឹកត្រីរស់ក៏រួចទន្សាយក៏រួចមនុស្សសាវ៉ាច្រើនទទួលលទ្ធផលមិនសូវល្អទេបើរើសយកផ្លូវណាហើយត្រូវដើរឲ្យដល់ទីបំផុតកុំទៅមុខទៅក្រោយអីដើរឲ្យអស់ផ្លូវសិនបើទាល់ច្រកចាំគិតទៀតហើយកុំទម្លាប់បន្ទោសគេបន្ទោសឯងអីវាជាជំរឿសរបស់យើងទេបើផ្លូវនឹងខុសអ្នកអាចចាប់ផ្ដើមសារជាថ្មីហើយកុំស្ដាយអីស្ដាយទៅនាំតែក្តៅក្រហាយឥតប្រយោជន៍សម្រាមនិងមាសរវាងសម្រាមនិងមាសអ្នកឆ្លាតពិតជារើសយកមាសមិនខានតែមានមនុស្សល្ងងជាច្រើនចូលចិត្តស្ពាយសម្រាមហើយបោះមាសចោលសម្រាមមានទាំងខាងក្រៅមានទាំងខាងក្នុងសម្រាមខាងក្រៅមានដូចជារឿងមួម៉ៅក្តៅក្រហាយពាក្យពេចន៍ឌឺដងគេព័ត៌មានអាក្រក់រឿងអេកអូចចាក់ដោតពីអ្នកដទៃរឿងគេអត់ប្រយោជន៍ជាដើមចេះតែនាំយកមកដាក់ក្នុងខួរក្បាលយូរទៅខួរក្បាលអ្នកនឹងคล้ายជាធុងសម្រាមមិនខានសម្រាមខាងក្នុងក៏មានច្រើនដូចជាកំហឹងឆេវឆាវចំណែនឈ្នាននេះស្អប់គុំគួនរវើរវាយស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះជាដើមដើម្បីបានសុខអ្នកត្រូវព្យាយាមសម្អាតទាំងខាងក្រៅទាំងខាងក្នុងហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជា
ភាពស្រស់ស្រាយរស់រាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរអស់សង្ឃឹមពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនិងបន្តដំណើរទៅមុខទៀតជីវិតបែរជាស្វិតសពូនក្រៀមក្រោះអស់នៃមានតម្លៃរហូតអ្នកខ្លះហ៊ានបោះបង់ជីវិតខ្លួនឯងចោលទៀតផងអ្នកអស់សង្ឃឹមភាគច្រើនឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយដកតម្លៃជីវិតបច្ចុប្បន្ននិងជីវិតអនាគតចេញគេបានដាក់ច្រវាក់ខ្នោះនាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលតែបើគេគ្រាន់តែចាក់ចេញពីគុកអតីតកាលបន្តិចគេនឹងឃើញពន្លឺស្វាងស្វ័យនៃបច្ចុប្បន្ននិងអនាគតមិនខានជីវិតអតីតកាលបានស្លាប់បាត់ទៅហើយគ្មានតម្លៃអ្វីទៅដេកស្ដាយស្រណោះឡើយតែអ្នកអាចយកវាជាបទពិសោធន៍បានហើយក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកពីជីវិតអនាគតដែរតែអ្នកត្រូវរស់នៅដោយក្តីសង្ឃឹមញញឹមព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពពេលបច្ចុប្បន្នចំណែកអនាគតគ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុនមកនឹងថ្ងៃនេះប៉ុណ្ណោះបើអ្នកនៅតែបន្តក្រៀមក្រំទៀតបច្ចុប្បន្នក៏ក្រៀមក្រំអនាគតក៏រឹតតែក្រៀមក្រំទោះបីរស់នៅបានមួយថ្ងៃទៀតក៏ត្រូវរស់ដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អដោយគុណធម៌ដែរសូមកុំស្លាប់មុនពេលអស់ជីវិតឡើយដំណើរជីវិតយើងដូចជិះឡានយើងជិះយូរទៅវាអស់សាំងយ៉ាងណាជីវិតយើងនឹងយូរទៅវាខ្សោយបុណ្យយើងតើយើងត្រូវធ្វើបុណ្យថែមបើមិនចឹងទេដូចដើមឈើដែលវាអស់ជាតិអស់ជើវាផ្លែផ្កាវាទូចវាក្តឹបវាក្តៀបបានផលតិចចឹងបើយើងឆ្លៀតពេលធ្វើអំពើល្អគោរពប្រណិប័តឪពុកម្ដាយធ្វើទានថ្វាយផ្កាសមាធិស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាមានមេត្តាកុំមួម៉ៅក្តៅក្រហាយខឹងស្អប់ចំណែនបណ្ណាំងប្រជែងឆ្លោះប្រកែកជេរបតិចផ្ដាសាននឹករឿងដែលវានាំឲ្យមួម៉ៅសៅមងចិត្តអាហ្នឹងដូចវាហួតហែងប៉ុនណាប៉ុនហ្នឹងវាមានហើយនឹងក៏ពេលខ្លះប្រើមិនបានដោយសារចិត្តយើងវាមួម៉ៅសៅមងទៅប៉ុនវាមិនងាយឲ្យផលអាហ្នឹងឧបមាដូចថាដើមឈើនឹងវាខ្សត់ទឹកឲ្យភ្លើងឆេះទៅចឹងដែលថាប៉ុនយើងតិចទេយើងមួម៉ៅក្តៅក្រហាយហ្នឹងអញ្ចឹងវាមានផលផ្លែផ្កាយល្អជីវិតហ្នឹងយើងតើរៀនដូរចិត្តដូរអារម្មណ៍ដូរការគិតរៀនមកធ្វើអំពើល្អបុណ្យកុសលបោះជ្រះវត្តវាសម្អាតពុទ្ធរូបថ្វាយផ្កាដាក់បាត
ចែកទៀនបលឹមឡើងធ្វើបន់រឿយបន្តិចប្រចាំថ្ងៃកុំឲ្យយើងចាំ4 10 20ឆ្នាំជួនកាលមួយជីវិតធ្វើបន់ចែក4 5 ម្ដងខាតឲ្យយូរពេកបន់ត្រូវធ្វើប្រចាំថ្ងៃដូចយើងព្រោះភូមិស្រោចតំណាំតំណោចយើងអញ្ចឹងបើមិនអញ្ចឹងឯងក្រៀមស្វិតជីវិតនឹងរហទៅចេះតែខូចទៅវត្តបានដាក់ទឹកដាក់ជីព្រោះភូមិជីវិតនឹងឲ្យវាស្រស់ហើយនិយាយពីរឿងជាគៀងវិញវាអស់ប្រេងខ្សែវទៅរហវាលែងបានមួម៉ៅសៅហ្មងហួតកាន់តែខ្លាំងអានឹងឧបមាដូចថាទឹកតិចហើយខែក្តៅទៀតចឹងតើឧទាហរណ៍រើមរះអំពីបាបឬក៏ថាវិវក់វល់វក់ហ្នឹងគឺត្រូវឆ្លៀតពេលធ្វើបន់ឲ្យចិត្តជ្រះថ្លាអាហ្នឹងទើបបានចម្រើនត្រឡប់មកវិញបើមិនចឹងវាដួលវាដេកវាបាក់ស្រុតបាក់ស្រឹបទៅមួម៉ៅសៅម៉ងបន់ចាស់នោះក៏មិនសូវមានបន់ថ្មីនេះក៏មិនសូវបានធ្វើវាដុនដាបទាំងផ្លូវកាយផ្លូវចិត្តចឹងហ៊ានធ្វើចិត្តឲ្យជ្រះថ្លាស្ដាប់ធម៌ឲ្យមានសមាធិប្រឹងធ្វើអំពើល្អនឹងយើងធ្វើឲ្យជីវិតនឹងបានស្រស់ឡើងបន្តិចម្ដងចឹងមិនសូវមានវិបត្តិក្នុងជីវិតទេយើងម្នាក់កើតមកនោះវាមានស្ពាយសេចក្តីទុកមកជាមួយសេចក្តីទុកផ្លូវកាយផងសេចក្តីទុកផ្លូវចិត្តផងសេចក្តីទុកផ្លូវកាយឈឺចុកចាប់បញ្ហានេះសុខភាពនេះនោះអីចឹងទៅគាត់មិនបានរៀងខ្លួនប៉ុន្តែសេចក្តីទុកផ្លូវចិត្តដែលថាធ្វើឲ្យយើងហត់នឿយជាងផ្លូវកាយហ្នឹងគឺនៅពេលដែលយើងអោបកសោបរឿងរ៉ាវច្រើនពេកមិនចេះទម្លាក់រឿងពីអតីតដែលកើតរួចមកហើយក៏នៅសោកសៅនៅស្ដាយសំណោះអាឡោះអាល័យឬក៏វបដិសារីស្ដីបន្ទោសអាហ្នឹងក៏នាំឲ្យចិត្តហ្នឹងវាហត់ដែរយើងអត់អនុញ្ញាតឲ្យរឿងនឹងរលត់ទៅយើងនៅតែស្ពាយសេចក្តីទុកនឹងតាមខ្លួនអត់កំណត់ដឹងថាវាបានកើតរួចទៅហើយទោះជាយើងយំសោកក៏វាអត់បានរឿងនឹងត្រឡប់មកវិញដែររៀនកំណត់ដឹងថាវាជាការពិតអញ្ចឹងហើយយើងត្រូវទទួលស្គាល់ហើយត្រូវដោះស្រាយហើយរៀនបើកទំព័រថ្មីរៀនធ្វើដំណើរទៅមុខកុំឲ្យវាជាប់នៅក្នុងគុកអតីតកាលឬក៏អ្នកខ្លះហត់នឿយដោយសារការភ័យព្រួយទៅក្នុងរឿងអនាគតបារម្ភខ្លាចចេះខ្លាចចុះគិតបង្កើតរឿងនាំឲ្យសោកសៅតាមផ្លូវចិត្តពិបាកចិត្តពេកដេកមិនលក់បក់មិនលហើយញ៉ាំបាយមិនឆ្ងាញ់កើតជាវិបត្តិក្នុងផ្លូវចិត្តហើយចឹងវាហត់ទាំងសងខាងហត់ក្នុងរឿងអតីតផងហត់ក្នុងរឿងអនាគតផងហើយត្រូវប្រឈមមុខនឹងបញ្ហាបច្ចុប្បន្នរស់ស៊ីទទួលទានចំណេញខាតអ្នកនេះនិយាយថាអញ្ចេះស្ដីបន្ទោសប៉ុណ្ណឹងប្រជែងដល់ចឹងវាធ្ងន់អត់ព្រមទម្លាក់ខ្លះចឹងដើម្បីកុំឲ្យវាហត់នឿយខ្លាំងយើងរៀនឈរនៅក្នុងអំពើល្អរៀនទទួលខុសត្រូវក្នុងជីវិតថាអ្វីដែលកើតឡើងដំណើរជីវិតរបស់ខ្ញុំគឺវាអញ្ចឹងវាខុសគេអញ្ចឹងគេក៏ជួបរឿងរបស់គេខ្ញុំជួបរឿងរបស់ខ្ញុំមនុស្សលើផែនដីនេះជួបរឿងខុសគ្នាទាំងអស់អត់មានអ្នកណាដូចអ្នកណាទេហើយត្រូវតាំងខ្លួននៅក្នុងអំពើល្អគុណធម៌សិលធម៌អានឹងជាផ្លូវត្រូវហើយអ្នកណាថាអញ្ចេះស្ដីចុះ
អានឹងយើងមិនអាចផ្គាប់ចិត្តគេបានទេបើយើងដើរផ្គាប់ចិត្តគេគ្រប់គ្នាក៏យើងហត់ដែរពីព្រោះគេមិនអាចត្រូវចិត្តយើងគ្រប់ពេលទេអញ្ចឹងយើងបំពេញតួនាទីបំពេញអំពើល្អតាំងខ្លួននៅក្នុងសេចក្តីព្យាយាមក្នុងកុសលធម៌ឲ្យល្អអាហ្នឹងយើងអត់សូវហត់មកនេះអ្នកណាគិតយ៉ាងណាថាយ៉ាងណាហ្នឹងជារឿងរបស់គេទៅចាស់បើថាគេជួយណែនាំយើងខ្វះខាតយើងអរគុណគេហើយបើថាជាពាក្យបើឈឺឌឺដងហ្នឹងតាមគេចាស់គេសំបាបខ្លួនគេយើងមិនមែនរស់នៅនេះដើម្បីតែផ្គាប់ចិត្តគេហ្នឹងអាហ្នឹងយើងប្រកាសជាហត់ដែរនិយាយនេះមិនបានន័យថាឲ្យយើងផ្ដាច់ទំនាក់ទំនងមិនខ្វល់ទេប៉ុន្តែត្រូវមានជំហរនៅក្នុងអំពើល្អនៅក្នុងគុណធម៌រៀនរស់នៅក្នុងកុសលធម៌វាស្រស់វាស្រាយវារីកវារាយយើងធ្វើប្រយោជន៍សម្រាប់ខ្លួនឯងផងធ្វើប្រយោជន៍សម្រាប់អ្នកដទៃផងអានឹងយើងបានបុណ្យកុសលទាំងបច្ចុប្បន្នទាំងបរលោកហើយយើងអត់សូវហត់ដែរអត់សូវហត់ទៅខ្វល់នឹងពាក្យសម្ដីគេនេះគិតពីខ្ញុំចេះគិតពីខ្ញុំចុះយើងខាត់គេបានហ្នឹងរៀនទម្លាក់សេចក្តីទុក្ខហ្នឹងរៀនទម្លាក់អកុសលហ្នឹងទើបយើងមិនសូវធ្ងន់ខ្លាំងមិនសូវហត់ខ្លាំងរឿងល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនិន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោក
តែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាបានឡើយបើនិយាយពីមនុស្សយើងម្នាក់នឹងមានទុក្ខច្រើនណាស់រៀងខ្លួនទុក្ខផ្លូវកាយទុក្ខផ្លូវចិត្តទុក្ខរឿងជីវភាពទុក្ខគ្រួសារបញ្ហាគ្រប់សពហើយបើគិតឲ្យវែងឆ្ងាយទៅថាយើងទាំងអស់គ្នាហែលនៅក្នុងសមុទ្រទុក្ខក្នុងសង្សារវដ្តគ្រប់គ្នានឹងកើតចាស់ឈឺស្លាប់យំយេកព្រាត់ប្រាសសេចក្តីទុក្ខនឹងច្រើនអត់គណនាហើយម្នាក់ប្រាថ្នារួចផុតពីទុក្ខចង់បានសេចក្តីសុខចឹងយើងគួរមានចិត្តមេត្តាផ្ដល់សេចក្តីស្រឡាញ់ការរាប់អានទឹកចិត្តអាណិតដល់សពសត្វទាំងអស់យើងមានពេលមករយៈពេលខ្លីឯងមករស់នៅលើពិភពលោកបន្តិចទៅយើងត្រឡប់ទៅវិញហើយយើងមិនគួរនឹងចងគំនុំបង្កើតកម្មពៀវរាស្អប់គ្នានៅក្នុងពេលបច្ចុប្បន្ននេះទេពីព្រោះចុងក្រោយទៅយើងអត់មានស្ពាយរបស់អីទៅបានទេទោះជាមានទ្រព្យមានសម្បត្តិមានយសមានស័ក្តិប៉ុណ្ណាក៏អត់អាចយកទៅបានទេមានតែបុណ្យបាបដែលយើងខំសំបាបដែលយើងធ្វើហ្នឹងវាទៅជាមួយយើងហើយទៅឯកោមិនមានអ្នកណាជូនដំណើរអីទេយ៉ាងច្រើនគេជូនត្រឹមមានបូជាសពប៉ុណ្ណឹងហើយយើងទៅតែឯងស្ពាយបុណ្យស្ពាយបាបទៅជាមួយអញ្ចឹងយើងលើកចិត្តលើកខ្លួននឹងឲ្យខ្ពស់កុំឲ្យមានចិត្តនឹងកំហឹងគុំគួនស្អប់ជានិវរណធម៌ជាធម៌រារាំងយើងមិនឲ្យអភិវឌ្ឍបញ្ញាឲ្យបានខ្ពស់និងចម្រើនបុណ្យចម្រើនកុសលហើយរៀបចំចិត្តគំនិតឲ្យស្រស់ថ្លានឹងបានធ្វើដំណើរទៅព្រះនិព្វានអីទេវានៅតែចងកម្មចងពៀគ្នាវល់ចង់ឈ្នះចង់ចាញ់គ្នាអញ្ចឹងទៅយើងរៀនសម្លឹងមើលថាគ្រប់គ្នារួមទាំងយើងផងសិតតែចង់បានសុខអត់ចង់បានទុក្ខទេអញ្ចឹងយើងជួយតាមលទ្ធភាពដែលយើងជួយបានប៉ុន្តែអ្នកខ្លះយើងជួយហើយក៏សប្បាយចិត្តអ្នកខ្លះយើងជួយហើយគេមិនដឹងថាយើងជួយគេគិតថាយើងខុសយើងអាក្រក់ទៀតក៏មានអញ្ចឹងយើងលើកចិត្តឲ្យខ្ពស់ទៀតថងហ្នឹងថាសត្វលោកហ្នឹងវាអញ្ចឹងមានជនជាកតញ្ញូដឹងនៅឧបការៈគុណដែលគេធ្វើនិងបុគ្គលដែលជាអកតញ្ញូអត់ចេះដឹងគុណដឹងស្រ័យអីទេជាអន្តៈពុទ្ធជនមុខពីលតែហើយយើងប្រកាន់អត់កើតទៀតដោយសារសត្វលោកនឹងវាអញ្ចឹងវាមានតែអាណិតថាពេលមានភាពអកតញ្ញូនៅក្នុងខ្លួនច្រើនទៅវាកើតទុកទុំមនោកម្មពៀកើតជាតិមុខជាតិក្រោយគាត់ទៅជួបប្រសពធ្វើល្អដាក់គេធ្វើអាក្រក់ដាក់គាត់វិញអីអញ្ចឹងវល់អញ្ចឹងយើងមើលសត្វលោកនឹងដោយបយៈចក្ខុនៅក្នុងភាសាធម៌លោកហៅថាភ្នែកគឺសេចក្តីស្រឡាញ់កុំឲ្យដោយទោសៈចក្ខុភ្នែកគឺកំហឹងយើងសម្លឹងឃើញថាសត្វលោកមានទុក្ខច្រើនហើយអ្វីដែលយើងជួយបានយើងជួយហើយបើគេដឹងក៏ដឹងតែជាបុណ្យរបស់គេបើគេមិនដឹងទេអានឹងយើងធ្វើបុណ្យរួចហើយយើងអត់មានចិត្ត
ប្រកាន់ទូមនោះជាមួយអានឹងយើងមិនសូវកើតទុកចឹងជាសរុបមកថាយើងរស់នៅជាមួយប្តីប្រពន្ធកូនធ្វើការមួយមិត្តភ័ក្តិរស់នៅជាមួយនឹងសង្គមហ្នឹងយើងសម្លឹងមើលទៅឃើញថាសពសត្វទាំងអស់សុទ្ធតែមានសេចក្តីទុក្ខរួមទាំងយើងផងអញ្ចឹងយើងរៀនចម្រើនមេត្តាចម្រើនករុណាចម្រើនការរាប់អានសេចក្តីស្រឡាញ់បំណងចង់ឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមិនមានគំនុំគុំគួនស្អប់អីចងពៀទេពីព្រោះយើងមើលឃើញថាពៀវេរានឹងវានាំឲ្យកើតទុក្ខវល់ក្នុងសង្សារវដ្តនឹងវែងឆ្ងាយអញ្ចឹងយើងរៀនចម្រើនមេត្តាយើងអត់សូវមានសត្រូវចិត្តរបស់យើងនឹងវាស្ងប់ល្អយើងអត់សូវមានទុក្ខក្នុងចិត្តហើយយើងអត់មានកម្មពៀវេរាទៅពេលខាងមុខទៀតយើងម្នាក់កើតមកនោះវាមានស្ពាយសេចក្តីទុក្ខមកជាមួយសេចក្តីទុក្ខផ្លូវកាយផងសេចក្តីទុក្ខផ្លូវចិត្តផងសេចក្តីទុក្ខផ្លូវកាយឈឺចុកចាប់បញ្ហានេះសុខភាពនេះនោះអីចឹងទៅគាត់មិនបានរៀងខ្លួនប៉ុន្តែសេចក្តីទុក្ខផ្លូវចិត្តដែលថាធ្វើឲ្យយើងហត់នឿយជាងផ្លូវកាយហ្នឹងគឺនៅពេលដែលយើងអោបកសោបរឿងរ៉ាវច្រើនពេកមិនចេះទម្លាក់រឿងពីអតីតដែលកើតរួចមកហើយក៏នៅសោកសៅនៅស្ដាយសំណោះអាឡោះអាល័យឬក៏វបដិសារីស្ដីបន្ទោសអាហ្នឹងក៏នាំឲ្យចិត្តហ្នឹងវាហត់ដែរយើងអត់អនុញ្ញាតឲ្យរឿងនឹងរលត់ទៅយើងនៅតែស្ពាយសេចក្តីទុក្ខនឹងតាមខ្លួនអត់កំណត់ដឹងថាវាបានកើតរួចទៅហើយទោះជាយើងយំសោកក៏វាអត់បានរឿងនឹងត្រឡប់មកវិញដែររៀនកំណត់ដឹងថាវាជាការពិតអញ្ចឹងហើយយើងត្រូវទទួលស្គាល់ហើយត្រូវដោះស្រាយហើយហ៊ានបើកទំព័រថ្មីរៀនធ្វើដំណើរទៅមុខកុំឲ្យវាជាប់នៅក្នុងគុកអតីតកាលឬក៏អ្នកខ្លះហត់នឿយដោយសារការភ័យព្រួយទៅក្នុងរឿងអនាគតបារម្ភខ្លាចចេះខ្លាចចុះគិតបង្កើតរឿងនាំឲ្យសោកសៅតាមផ្លូវចិត្តពិបាកចិត្តពេកដេកមិនលក់បក់មិនលហើយញ៉ាំបាយមិនឆ្ងាញ់កើតជាវិបត្តិក្នុងផ្លូវចិត្តហើយចឹងវាហត់ទាំងសងខាងហត់ក្នុងរឿងអតីតផងហត់ក្នុងរឿងអនាគតផងហើយត្រូវប្រឈមមុខនឹងបញ្ហាបច្ចុប្បន្នរស់ស៊ីទទួលទានចំណេញខាតអ្នកនេះនិយាយថាអញ្ចេះស្ដីបន្ទោសប៉ុណ្ណឹងប្រជែងដល់ចឹងវាធ្ងន់អត់ព្រមទម្លាក់ខ្លះចឹងដើម្បីកុំឲ្យវាហត់នឿយខ្លាំងយើងរៀនឈរនៅក្នុងអំពើល្អរៀនទទួលខុសត្រូវក្នុងជីវិតថាអ្វីដែលកើតឡើងដំណើរជីវិតរបស់ខ្ញុំគឺវាអញ្ចឹងវាខុសគេអញ្ចឹងគេក៏ជួបរឿងរបស់គេខ្ញុំជួបរឿងរបស់ខ្ញុំមនុស្សលើផែនដីនេះជួបរឿងខុសគ្នាទាំងអស់អត់មានអ្នកណាដូចអ្នកណាទេហើយត្រូវតាំងខ្លួននៅក្នុងអំពើល្អគុណធម៌សិលធម៌អានឹងជាផ្លូវត្រូវហើយអ្នកណាថាអញ្ចេះស្ដីចុះអានឹងយើងមិនអាចផ្គាប់ចិត្តគេបានទេបើយើងដើរផ្គាប់ចិត្តគេគ្រប់គ្នាក៏យើងហត់ដែរពីព្រោះគេមិនអាចត្រូវចិត្តយើងគ្រប់ពេលទេអញ្ចឹងយើងបំពេញតួនាទីបំពេញអំពើល្អ
តាំងខ្លួននៅក្នុងសេចក្តីព្យាយាមក្នុងកុសលធម៌ឲ្យល្អអាហ្នឹងយើងអត់សូវហត់មកនេះអ្នកណាគិតយ៉ាងណាថាយ៉ាងណាហ្នឹងជារឿងរបស់គេទៅចាស់បើថាគេជួយណែនាំយើងខ្វះខាតយើងអរគុណគេហើយបើថាជាពាក្យបើឈឺឌឺដងហ្នឹងតាមគេចាស់គេសំបាបខ្លួនគេយើងមិនមែនរស់នៅនេះដើម្បីតែផ្គាប់ចិត្តគេហ្នឹងអាហ្នឹងយើងប្រកាសជាហត់ដែរនិយាយនេះមិនបានន័យថាឲ្យយើងផ្ដាច់ទំនាក់ទំនងមិនខ្វល់ទេប៉ុន្តែត្រូវមានជំហរនៅក្នុងអំពើល្អនៅក្នុងគុណធម៌រៀនរស់នៅក្នុងកុសលធម៌វាស្រស់វាស្រាយវារីកវារាយយើងធ្វើប្រយោជន៍សម្រាប់ខ្លួនឯងផងធ្វើប្រយោជន៍សម្រាប់អ្នកដទៃផងអានឹងយើងបានបុណ្យកុសលទាំងបច្ចុប្បន្នទាំងបរលោកហើយយើងអត់សូវហត់ដែរអត់សូវហត់ទៅខ្វល់នឹងពាក្យសម្ដីគេនេះគិតពីខ្ញុំចេះគិតពីខ្ញុំចុះយើងខាត់គេបានហ្នឹងរៀនទម្លាក់សេចក្តីទុក្ខហ្នឹងរៀនទម្លាក់អកុសលហ្នឹងទើបយើងមិនសូវធ្ងន់ខ្លាំងមិនសូវហត់ខ្លាំងអ្នកខ្លះដែលមិនសប្បាយចិត្តនឹងយើងបើទោះជាយើងធ្វើល្អធ្វើត្រូវប៉ុន្តែក៏មើលមិនឃើញដែរគេចាត់ទុកថាវាអត់មានជារឿងសំខាន់អីចឹងទៅអាហ្នឹងវាអាចថាដោយសារយើងមានកម្មពៀវរាជាមួយយើងមានបាបធ្លាប់មើលងាយមើលថោកគេពីអតីតជាតិមកឬក៏យើងប៉ះពាល់ផលប្រយោជន៍គេឬក៏គេមានចិត្តចំណែននិន្ទាខឹងស្អប់ទៅក៏គេមើលមិនឃើញដែរអំពើល្អរបស់យើងហ្នឹងហើយនឹងយើងទៅខាត់គេមិនបានទេហើយបើយើងទៅអង្គុយផ្គាប់ចិត្តគេឲ្យសួរថាហេតុអីអាហ្នឹងយើងបានពិបាកចិត្តថែមតួនាទីរបស់យើងបំពេញឲ្យអស់ពីសមត្ថភាពភារកិច្ចការទូខុសត្រូវហើយរក្សាកាយវាចារបស់យើងសមរម្យទន់ភ្លន់មានសិលធម៌ល្អហើយមានចិត្តនឹងថឹងមិនមានគំនុំគុំគួនស្អប់និយាយអាក្រក់ខឹងឬក៏បន្ទុះសារាយធ្វើឲ្យចិត្តនឹងវាខ្ពស់កុំឲ្យធ្លាក់ដោយសារពាក្យសម្ដីឬក៏កាយវិការទង្វើរបស់អ្នកដទៃធ្វើឲ្យយើងលែងចង់ធ្វើល្អទៀតដោយសារគេថាឬក៏ដោយសារគេគិតអញ្ចឹងយើងខាតអញ្ចឹងយើងគិតថាមនុស្សក្នុងโลกនោះវាមានអញ្ចឹងវាមានអ្នកដែលសប្បាយចិត្តនឹងអ្នកដែលមិនសប្បាយចិត្តនឹងអ្នកដែលធ្វើជាសប្បាយចិត្តនឹងអ្នកតាមពិតគេមិនសប្បាយចិត្តហើយវាជារឿងធម្មតាអញ្ចឹងនៅជាតិណាក៏អញ្ចឹងនៅប្រទេសណាក៏អញ្ចឹងកន្លែងធ្វើការណាក៏អញ្ចឹងត្រឡប់មកវិញគឺវានៅទៅលើយើងដដែលទេថាយើងផ្គាប់ចិត្តមនុស្សមិនត្រូវទេខ្ញុំមានជំហរមួយខ្ញុំធ្វើការងារខ្ញុំបំពេញភារកិច្ចខ្ញុំរក្សាខ្លួនខ្ញុំឲ្យល្អនឹងឯងជាបុណ្យកុសលដែលអាចជួយការពារយើងនឹងឲ្យបានខ្ពង់ខ្ពស់កុំឲ្យយើងទុនជ្រាយដែរយើងគ្រាន់តែគេមើលរំលងបន្តិចគ្រាន់តែគេមិនឲ្យតម្លៃបន្តិចទៅខូចទឹកចិត្តបាក់ទឹកចិត្តតុកសិចលែងចង់ធ្វើអីឈប់ធ្វើល្អអាហ្នឹងយើងចាញ់គេ
គេកំពុងតែចង់ឲ្យយើងអន់ផងហើយដល់ពេលយើងឈប់ធ្វើល្អយើងអន់តាមគេចង់មែនអញ្ចឹងយើងកំណត់ដឹងថាយើងគ្រប់គ្នានេះវាមានកម្មពៀវរាខ្លះគេមិនសូវចូលចិត្តយើងដោយសារយើងមានបាបកម្មពីអតីតណាមួយសូម្បីថាព្រះសម្មាសម្ពុទ្ធល្អប៉ុណ្ណឹងហើយมันមានទាស់ដោយកាយដោយវាចាដោយចិត្តនេះមិនមែននៅមានគេស្អប់ហើយព្រះណាទៅខាត់គេបានហើយព្រះល្អអត់មានកន្លែងទាស់ទឹះហើយនៅតែមានគេមិនពេញចិត្តអញ្ចឹងយើងអត់ជាតូចចិត្តទូមនុស្សអីខ្លាំងពេកនឹងរឿងថាគេមិនមើលមិនឃើញគេមិនឲ្យតម្លៃទេប្រឹងធ្វើល្អពេចនៅក្នុងដុំថ្មបាតដាក៏គេកាប់កោះកាយយកមកដែរឲ្យតែវាមានតម្លៃមែនឲ្យតែយើងជាមនុស្សល្អពិតប្រាកដមែនអត់ខ្វះអ្នកត្រូវការទេយើងកុំចាញ់ពាក្យគេថាហើយយើងឈប់ធ្វើជាមនុស្សល្អយើងឈប់ធ្វើជាមនុស្សក្របពេចអានឹងទៅជាមនុស្សដុំដីដុំថ្មដុំអាចគូទៅវាលែងមានន័យយើងឈប់ធ្វើល្អហើយយើងខ្លាចជាមនុស្សលែងមានតម្លៃចឹងរក្សាតម្លៃខ្លួនកុំទម្លាក់តម្លៃខ្លួនដោយសារពាក្យសម្ដីរបស់អ្នកដទៃដំណើរជីវិតយើងដូចជិះឡានយើងជិះយូរទៅវាអស់សាំងយ៉ាងណាជីវិតយើងនឹងយូរទៅវាខ្សោយបុណ្យយើងតើយើងត្រូវធ្វើបុណ្យថែមបើមិនចឹងទេដូចដើមឈើដែលវាអស់ជាតិអស់ជើវាផ្លែផ្កាវាទូចវាក្តឹបវាក្តៀបបានផលតិចចឹងបើយើងឆ្លៀតពេលធ្វើអំពើល្អគោរពប្រណិប័តឪពុកម្ដាយធ្វើទានថ្វាយផ្កាសមាធិស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាមានមេត្តាកុំមួម៉ៅក្តៅក្រហាយខឹងស្អប់ចំណែនបណ្ណាំងប្រជែងឆ្លោះប្រកែកជេរបន្តិចផ្ដាសាននឹករឿងដែលវានាំឲ្យមួម៉ៅសៅមងចិត្តអស់អានឹងដូចវាហួតហែងប៉ុនណាប៉ុននឹងវាមានហើយនឹងក៏ពេលខ្លះប្រើមិនបានដោយសារចិត្តយើងវាមួម៉ៅសៅមងទៅប៉ុនវាមិនងាយឲ្យផលអានឹងឧបមាដូចថាដើមឈើនឹងវាខ្សត់ទឹកឲ្យភ្លើងឆេះទៀតចឹងដែលថាប៉ុនយើងតិចទេយើងមួម៉ៅក្តៅក្រហាយហ្នឹងអញ្ចឹងវាមានផលផ្លែផ្កាយល្អជីវិតហ្នឹងយើងតើរៀនដូរចិត្តដូរអារម្មណ៍ដូរការគិតរៀនមកធ្វើអំពើល្អបុណ្យកុសលបោះជ្រះវត្តវាសម្អាតពុទ្ធរូបថ្វាយផ្កាដាក់បាតចែកទានបលឹមឡើងធ្វើបុណ្យរឿយបន្តិចប្រចាំថ្ងៃកុំឲ្យយើងចាំ4 10 20ឆ្នាំជួនកាលមួយជីវិតធ្វើបុណ្យចែក4 5 ម្ដងខាតយូរពេកបុណ្យត្រូវធ្វើប្រចាំថ្ងៃដូចយើងព្រោះព្រមស្រោចតណាំតណោចយើងអញ្ចឹងបើមិនអញ្ចឹងក្រៀមស្វិតជីវិតនឹងរទៅចេះតែខោចទៅវត្តបានដាក់ទឹកដាក់ជីព្រោះព្រមជីវិតនឹងឲ្យវាស្រស់ហើយនិយាយពីរឿងជាគៀងវិញវាអស់ព្រេងខ្សែវទៅវាលែងបានមួម៉ៅសៅហ្មងហួតកាន់តែខ្លាំងអានឹងឧបមាដូចថាទឹកតិចហើយខែក្តៅទៀតចឹងថារើមរះអំពីបាបឬក៏ថាវិវក់វល់វក់ហ្នឹងគឺត្រូវឆ្លៀតពេលធ្វើបុណ្យឲ្យចិត្តជ្រះថ្លាអានឹងទើបបានចម្រើនត្រឡប់មកវិញបើមិនចឹងវាដួលវាដេកវាបាក់ស្រុតបាក់ស្រឹបទៅមួម៉ៅសៅហ្មងបុណ្យចាស់នោះក៏មិនសូវមានបុណ្យថ្មីនេះក៏មិនសូវបានធ្វើវាដុនដាបទាំងផ្លូវកាយផ្លូវចិត្តចឹងហ៊ាន
ធ្វើចិត្តឲ្យជ្រះថ្លាស្ដាប់ធម៌ឲ្យមានសមាធិប្រឹងធ្វើអំពើល្អនឹងយើងធ្វើឲ្យជីវិតនឹងបានស្រស់ឡើងបន្តិចម្ដងចឹងមិនសូវមានវិបត្តិក្នុងជីវិតទេជាប្រចាំថ្ងៃបើយើងរៀនធ្វើបុណ្យហ្នឹងបានដល់ការធ្វើល្អការធ្វើទានការគោរពប្រតនត្រ័យការដាក់បាតការផ្សាយមេត្តាការធ្វើសមាធិអំពើល្អជារឿយប្រចាំថ្ងៃអ្នកនឹងឈ្មោះថាបានសំបុណ្យប្រចាំថ្ងៃហើយបុណ្យកុសលនឹងជាហេតុនៃសេរីសួស្តីជីវិតនឹងបានចម្រុងចម្រើនរឿយទៅបុណ្យកុសលរបស់យើងនឹងដូចឡានសាំងនៅក្នុងឡានអញ្ចឹងយូរទៅវាខ្សោយទៅឬក៏លុយនៅក្នុងកង់យើងប្រើយូរទៅវាចេះតែអស់ទៅអញ្ចឹងចាំបាច់ត្រូវបន្ថែមបុណ្យនឹងរឿយហើយត្រូវបន្ថែមប្រចាំថ្ងៃទៀតហើយម្នាក់ត្រូវធ្វើរៀងខ្លួនងើបឡើងត្រូវហ៊ានធ្វើបុណ្យឧទាហរណ៍ថាថ្វាយគុំព្រះនឹកដល់គុណមេដាបិតាផ្សាយមេត្តាធ្វើចិត្តឲ្យស្ងប់ស្ដាប់ធម៌ឬក៏ដាក់បាតឬក៏ថ្វាយផ្កាចំពោះព្រះពុទ្ធអង្គលើកដៃប្រណម្យចំពោះឪពុកម្ដាយឧទាហរណ៍គាត់ស្លាប់ទៅអញ្ចឹងយើងសន្សំទឹកចិត្តល្អទឹកចិត្តជ្រះថ្លាទឹកចិត្តរីករាយហ្នឹងរឿយអាហ្នឹងជីវិតអ្នកហ្នឹងបានចម្រើនទៅមុខក៏រឿយដែរបើយើងមិនបានពិចារណាទៅយើងដកលុយនៅក្នុងកងចាស់នឹងចាយបុណ្យនឹងក៏ខ្សោយទៅខ្សោះទៅរកអីមិនសូវបានហើយឆាប់មួម៉ៅក្តៅក្រហាយទៀតអញ្ចឹងជាប្រចាំជារឿយគួរតែសួរខ្លួនឯងថាថ្ងៃហ្នឹងអញបានធ្វើល្អអីខ្លះធ្វើបុណ្យអីខ្លះដែលជាហេតុនៃសេរីសួស្តីបើបានធ្វើយើងសប្បាយចិត្តទៅអូអញថ្ងៃនេះបានថ្វាយផ្កាអញបានដាក់បាតអញបានទិញទឹកឲ្យអ្នកនេះមកដបអញបានផ្ញើលុយជូនម៉ែឬក៏អញបានស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាអានឹងបុណ្យកើនហើយបើថាមិនទាន់បានធ្វើទេដូចនៅមិនសុខសោះគួរធ្វើបុណ្យអីឲ្យវាទៅជាទម្លាប់ក្នុងការធ្វើល្អហើយធ្វើល្អធ្វើបុណ្យហ្នឹងគឺមានន័យថាធ្វើចិត្តឲ្យរីករាយសប្បាយនៅក្នុងការផ្ដល់សេចក្តីសុខដល់អ្នកដទៃឬក៏ការចម្រើននៅសតិបញ្ញាស្មារតីចិត្តហ្នឹងវាស្រស់វារីករាយហើយចឹងវាអូតូម៉ាទិកត្រូវតែមានសេរីសួស្តីកើតចំពោះបុគ្គលហ្នឹងមកយើងកុំគិតថាសុំសេរីសុំសួស្តីពីអ្នកនេះពីអ្នកនោះអីយើងឧទាហរណ៍តែយើងលើកដៃប្រណម្យថ្វាយគុំព្រះអ្នកមោទសៈឬក៏ពុទ្ធធាងសរណង្កិច្ឆាមិខ្ញុំករណាសូមដល់នៅព្រះពុទ្ធពធព្រះសង្ឃជាទីពឹងទាលឹកប៉ុណ្ណឹងក៏បានបន់ដែរណានឹងយើងព្រលឹមឡើងយើងធ្វើបន់ទាំងព្រលឹមមកចិត្តវាស្រស់វាស្រាយហើយតែកាលណាចិត្តវាស្រស់វាស្រាយបាបអកុសលអត់នៅជាមួយយើងមានតែបន់មានតែសេរីសួស្តីនៅមួយយើងឯងអាហ្នឹងម្នាក់ចម្រើនទៅមុខព្រោះចិត្តហ្នឹងវាទលាយចិត្តហ្នឹងវាស្រាលចិត្តហ្នឹងវាស្រស់បើមិនចឹងទេយើងអាប់អួរដោយអកុសលជីវិតរបស់យើងក៏មិនសុខគ្រួសារក៏មិនសុខទៅកន្លែងធ្វើការក៏មិនសុខវាវល់វក់ដោយសារចិត្តហ្នឹងវាអាប់អួរយើងអត់បានធ្វើបុណ្យមួយថ្ងៃហ្នឹងរឿងល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរ
គ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាបានឡើយជាធម្មតាមនុស្សយើងម្នាក់វាតែងតែមានចំណុចល្អចំណុចខ្វះខាតគ្រប់គ្នាតែជាសាមញ្ញជននឹងតែងតែអញ្ចឹងប៉ុន្តែដើម្បីឲ្យរស់នៅជាមួយគ្នាបានសុខរាប់អានគ្នាធ្វើការមួយគ្នាបានរីកចម្រើនយើងត្រូវរៀនមើលចំណុចល្អរៀនឲ្យតម្លៃរៀនផ្ដល់សេចក្តីថ្លៃថ្នូរដល់អ្នកដទៃយើងលើកទឹកចិត្តត្រង់ចំណុចដែលគាត់ធ្វើបានល្អហើយបើយើងនិយាយកែប្រែកំហុសក៏យើងមានចិត្តមេត្តាពីខាងក្នុងអត់មានបំណងជន់ពលិចឬក៏ធ្វើឲ្យគេក្តៅក្រហាយអន្តរាយទេអញ្ចឹងយើងអត់សូវមានសត្រូវការរស់នៅជាមួយគ្នាធ្វើការជាមួយគ្នាក៏ក្នុងន័យថាដើម្បីប្រយោជន៍សុខទាំងអស់គ្នាហើយយើងក៏ឈ្មោះថាបានធ្វើបុណ្យដែរដោយសារយើងលើកទឹកចិត្តចំពោះចំណុចល្អអានឹងយើងពង្រីកអំពើល្អធ្វើឲ្យគាត់ផឹងផែងបន្តទៅទៀតយើងឈ្មោះថាចូលរួមបុណ្យដោយប្រយោលដែរពីព្រោះគាត់អ្នកធ្វើល្អហើយយើងលើកទឹកចិត្តគាត់យើងក៏បានបុណ្យដែរចំណុចទី2យើងឈ្មោះថាបានចូលរួមបណ្ដុះពូជល្អឲ្យសេចក្តីល្អហ្នឹងវាបានរីកដុះដាលដោយសារយើងនឹងឲ្យតម្លៃត្រង់ចំណុចល្អហ្នឹងហើយចំណុចទី3យើងសបោមិត្តយើងអត់សូវមានសត្រូវពីព្រោះយើងអត់
ចំណែនអត់គុំអត់ស្អប់បុគ្គលហ្នឹងឯងអញ្ចឹងវាអូតូម៉ាទិកច្បាប់ធម្មជាតិហ្នឹងបនហ្នឹងយើងនិយាយភាសាសាមញ្ញគឺបង្កើតនៅសេចក្តីសុខសម្រាប់ខ្លួនឯងផងសម្រាប់អ្នកជុំវិញខ្លួនផងដែលសំខាន់នោះគឺក្នុងចិត្តរបស់យើងណាអត់មានភាពសៅមងអត់មានសភាពគុំស្អប់ចំណែននិន្ទាដែលជាអកុសលដែលជាភ្លើងដុតរោលចិត្តខ្លួនឯងហើយអាចហ៊ីហូដល់អ្នកជុំវិញខ្លួនទៀតបើយើងមានអកុសលចិត្តក្នុងខ្លួនហ្នឹងយើងសន្សំបាបពេលបច្ចុប្បន្នហើយយើងសន្សំកម្មពៀវរាទៅក្នុងអនាគតជាតិទៀតអញ្ចឹងយើងត្រូវចេះប្រើកាយរបស់យើងដោយមេត្តាជួយដោយសេចក្តីស្រឡាញ់ការនិយាយស្ដីក៏ប្រកបដោយមេត្តាអត់មានចាក់ចុចអេចអូចនិយាយព្រលឹះប្រកាច់ប្រខូចទេវាមានកម្មពៀវរាផងវាធ្វើឲ្យកន្លែងការងារកន្លែងរស់នៅនឹងអត់បានសុខផងហើយក្នុងចិត្តអត់មានគំនុំគុំគួនស្អប់អ្នកនេះស្អប់អ្នកនោះទេចិត្តនឹងចង់តែឲ្យគ្រប់គ្នាបានសេចក្តីសុខចិត្តនឹងគឺអត់មានបំណងចង់ឲ្យអ្នកដទៃឈឺចុកចាប់អន្តរាយអញ្ចឹងយើងមានមេត្តាទាំង3មេត្តានឹងធ្វើឲ្យខ្លួនយើងបានសេចក្តីសុខមិនក្តៅក្រហល់ក្រហាយក្នុងខ្លួនមិនមានភ្លើងហើយអាចផ្ដល់សេចក្តីសុខដល់អ្នកជុំវិញខ្លួនទៀតអត់មានវិធីណាដែលធ្វើឲ្យកន្លែងការងារកន្លែងរស់នៅបានត្រជាក់ត្រជុំក្រៅពីគ្រប់គ្នាទាំងអស់មានកាយប្រកបដោយមេត្តាមានវាចានិយាយរកគ្នានិយាយពីគ្នាប្រកបដោយមេត្តាហើយនឹងមានចិត្តប្រកបដោយមេត្តាទេអត់មានប្អិនព្រះអង្គណាមកផ្លុំឈិតឈូតទៅធ្វើឲ្យកន្លែងហ្នឹងបានសុខតលតែខ្លួនយើងអ្នករស់នៅហ្នឹងមានសេចក្តីល្អមានគុណធម៌ដាក់គ្នាទើបបានសុខដំណើរជីវិតយើងដូចជិះឡានយើងជិះយូរទៅវាអស់សាំងយ៉ាងណាជីវិតយើងនឹងយូរទៅវាខ្សោយបុណ្យយើងតើយើងត្រូវធ្វើបុណ្យថែមបើមិនចឹងទេដូចដើមឈើដែលវាអស់ជាតិអស់ជើវាផ្លែផ្កាវាទូចវាក្តឹបវាក្តៀបបានផលតិចចឹងបើយើងឆ្លៀតពេលធ្វើអំពើល្អគោរពប្រណិប័តឪពុកម្ដាយធ្វើទានថ្វាយផ្កាសមាធិស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាមានមេត្តាកុំមួម៉ៅក្តៅក្រហាយខឹងស្អប់ចំណែនបណ្ណាំងប្រជែងឆ្លោះប្រកែកជេរបន្តិចផ្ដាសាននឹករឿងដែលវានាំឲ្យមួម៉ៅសៅមងចិត្តអស់អានឹងដូចវាហួតហែងប៉ុនណាប៉ុននឹងវាមានហើយនឹងក៏ពេលខ្លះប្រើមិនបានដោយសារចិត្តយើងវាមួម៉ៅសៅមងទៅប៉ុនវាមិនងាយឲ្យផលអានឹងឧបមាដូចថាដើមឈើនឹងវាខ្សត់ទឹកឲ្យភ្លើងឆេះទៅចឹងដែលថាប៉ុនយើងតិចទេយើងមួម៉ៅក្តៅក្រហាយហ្នឹងអញ្ចឹងវាមានផលផ្លែផ្កាយល្អជីវិតហ្នឹងយើងតើរៀនដូរចិត្តដូរអារម្មណ៍ដូរការគិតរៀនមកធ្វើអំពើល្អបុណ្យកុសលបោះជ្រះវត្តវាសម្អាតពុទ្ធរូបថ្វាយផ្កាដាក់បាតចែកទានបលឹមឡើងធ្វើបុណ្យរឿយបន្តិចប្រចាំថ្ងៃកុំឲ្យយើងចាំ4 10 20ឆ្នាំជួនកាលមួយជីវិតធ្វើបុណ្យចែក4 5ម្ដងខាតឲ្យយូរពេកបុណ្យត្រូវធ្វើប្រចាំថ្ងៃដូចយើង
ពណ៌ភូមិសោចតណាំតណោចយើងចឹងបើមិនចឹងក្រៀមស្វាត់ជីវិតនឹងរទៅចេះតែខោចទៅវត្តបានដាក់ទឹកដាក់ជីពណ៌ភូមិជីវិតនឹងឲ្យវាស្រស់ហើយនិយាយពីរឿងជាគៀងវិញវាអស់ព្រេងខ្សែវទៅវាលែងបានមួម៉ៅសៅហ្មងហួតកាន់តែខ្លាំងអានឹងឧបមាដូចថាទឹកតិចហើយខែក្តៅទៀតចឹងថារើមរះអំពីបាបឬក៏ថាវិវក់វល់វក់ហ្នឹងគឺត្រូវឆ្លៀតពេលធ្វើបន់ឲ្យចិត្តជ្រះថ្លាអានឹងទើបបានចម្រើនត្រឡប់មកវិញបើមិនចឹងវាដួលវាដេកវាបាក់ស្រុតបាក់ស្រឹបទៅមួម៉ៅសៅហ្មងបនចាស់នោះក៏មិនសូវមានបនថ្មីនេះក៏មិនសូវបានធ្វើវាដុនដាបទាំងផ្លូវកាយផ្លូវចិត្តចឹងហ៊ានធ្វើចិត្តឲ្យជ្រះថ្លាស្ដាប់ធម៌ឲ្យមានសមាធិប្រឹងធ្វើអំពើល្អនឹងយើងធ្វើឲ្យជីវិតនឹងបានស្រស់ឡើងបន្តិចម្ដងចឹងឧបសគ្គក្នុងចិត្តពេលជួបរឿងមិនល្អណាមួយបុគ្គលដែលមិនបានអប់រំបញ្ញាមកក៏សោកសៅស្ដាយស្រណោះរំលឹករំលើកមិនព្រមដោះលែងខ្លួនឯងឲ្យផុតពីរឿងនោះឡើយបុគ្គលនោះបានអូសសណ្ដោងយករឿងអាក្រក់នោះតាមខ្លួនជានិច្ចហើយវាក៏តាមលងបន្លាចចិត្តរបស់បុគ្គលនោះរឿយបុគ្គលនោះមានតែភាពភ័យខ្លាចតក់ស្លុតរហូតដល់ថ្នាក់ជាប់គាំងលែងដើរទៅមុខរួចទៀតក៏មានបាបចាស់បានឲ្យផលអ្នកក៏ជួបរឿងមិនល្អហើយបើចិត្តអ្នកមួម៉ៅសៅហ្មងទៀតចិត្តនោះពោពេញដោយបាបបនរកផ្លូវចូលមិនឃើញឡើយហើយវាធ្វើឲ្យបញ្ហានោះកាន់តែដុនដាបទៅចិត្តមួម៉ៅសៅហ្មងដែលកើតឡើងក្នុងចិត្តនោះបានទៅបិទគប់បនចាស់ផងបនថ្មីផងធ្វើមិនឲ្យងាយឲ្យផលឡើយរៀនទទួលរៀនដោះស្រាយរៀនទទួលខុសត្រូវរៀនព្រមតាមបនរៀនទុកឱកាសឲ្យបនកុសលថ្មីកើតឡើងក្នុងចិត្តអ្នកខ្លះផងធ្វើទានតាមធនធានដល់ព្រះរតនត្រ័យព្រះពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹករក្សាសិលមើលថែមេដាបិតាស្ដាប់ធម៌ចម្រើនបញ្ញាចម្រើនចិត្តមេត្តាបុណ្យកុសលថ្មីនោះក៏អាចជួយអ្នកឲ្យបានធូរស្បើយពីសេចក្តីទុក្ខបានខ្លះដែរហើយវាក៏ជួយបើកឱកាសដល់បុណ្យចាស់ឲ្យមកឲ្យផលផងដែរអ្នកណាក៏ជួបបញ្ហាគ្រាន់តែខុសគ្នាត្រង់របៀបគិតរបៀបឆ្លើយតបនឹងបញ្ហានោះប៉ុណ្ណោះអ្វីមិនទៀងទាត់ទេកើតហើយរលត់ទៅវិញគ្រប់យ៉ាងកើតឡើងព្រោះមានហេតុគ្រប់គ្រាន់មិនមែនជារឿងចៃដន្យទេពេលមានហេតុរឿងក៏កើតឡើងពេលអស់ហេតុរឿងក៏រលត់ទៅវិញមេឃរាំងមេឃភ្លៀងមេឃរាំងមេឃភ្លៀងជាដំណើរនៃធម្មជាតិគ្មានអ្នកណា
ខត់បានទេពេលមានលក្ខខណ្ឌគ្រប់គ្រាន់មេឃក៏ភ្លៀងចុះមកពេលអស់ហេតុនាំឲ្យភ្លៀងមេឃនោះក៏រាំងទៅវិញជីវិតសត្វលោកក៏ដូចគ្នាពេលមានបុណ្យឲ្យផលក៏ជួបរឿងល្អរកស៊ីមានបានឡើងលៀបឡើងយួរតែពេលបុណ្យអស់ទៅទ្រព្យសម្បត្តិលៀបយួរទាំងនោះក៏រលាយសាបសូន្យទៅទោះយំខាត់យ៉ាងណាក៏ខាត់មិនបានកម្មមុណាវតតៃលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនរួមទាំងកម្មចាស់ផងកម្មថ្មីផងបើអ្នកបានសាងល្អច្រើនពីអតីតជាតិមកបុណ្យកុសលនោះជាពូជនៃសេចក្តីសុខនាពេលបច្ចុប្បន្នតែសេចក្តីសុខនោះមិនថិតថេរទេអាចនឹងរបូតទៅវិញបើអ្នកមិនខិតខំសាងបុណ្យថ្មីជាគ្រឿងជំនួយបន្ថែមអ្វីក្នុងលោកមិនទៀងមិនអាចទុកចិត្តបានត្រូវផ្លាស់ប្ដូរមួយប្រព្រឹត្តភ្នែកក៏ថាបានចូលកុំប្រកាន់មាំឡើយបើត្រូវផ្លាស់ប្ដូរត្រូវតែរៀនទទួលស្គាល់ការពិតកំណត់ដឹងថាវាដល់ពេលត្រូវប្រែប្រួលឆ្លៀតពេលធ្វើបុណ្យដាក់ទានចិញ្ចឹមមាតាបិតាចម្រើនមេត្តាចម្រើនទឹកចិត្តត្រជាក់កុំឲ្យចិត្តមានគំនុំគុំគួនច្រើនរៀនយកព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្ដាប់ធម៌ចម្រើនបញ្ញារៀនរំលឹកដល់រឿងល្អរឿងបុណ្យកុសលឲ្យបានច្រើនចិត្តអ្នកនឹងច្រើនដោយភាពត្រជាក់ត្រជុំមិនសូវមានសភាពក្តៅក្រហាយឡើយក្នុងធម៌ហ្នឹងបុណ្យកុសលដែលយើងធ្វើហ្នឹងដូចជាមភូងការពារអញ្ចឹងខ្យល់បក់មកក៏វាអត់ងាយនឹងរលត់ដែរអំពើល្អសេចក្តីមិនប្រមាទការធ្វើកុសលផ្សេងមានទឹកចិត្តមេត្តាស្រឡាញ់រាប់អានអញ្ចឹងដូចថាយើងមានអីមកបិទណាផ្ទះយើងវាមានជាងណាអញ្ចឹងខ្យល់ភ្លៀងអត់សូវចូលមកទេប៉ុន្តែបើអ្នកដែលខ្វះបុណ្យថ្មីអានឹងដូចផ្ទះធ្លុះភ្លៀងក៏មកក្តៅក៏ចូលដែរតែអញ្ចឹងជីវិតនឹងអត់សូវមានសេចក្តីសុខទេដោយសារបុណ្យហ្នឹងវាអត់គ្រប់គ្រាន់អញ្ចឹងគឺយើងឃើញអ្នកខ្លះកើតក្នុងពោះម៉ែតែមួយប៉ុន្តែអ្នកខ្លះសុកទៅអ្នកខ្លះមិនសូវសុកចឹងមែនទេញោមណាអ្នកខ្លះរកស៊ីធូរអ្នកខ្លះរកស៊ីតាំងហើយអ្នកខ្លះគេសុករហូតទៅមិនសូវមានរឿងអីទេអ្នកខ្លះហ្នឹងទៅដាបទៅដួសផុតពីមួយចូលមួយប៉ុន្តែពោះម៉ែតែមួយទេហ្នឹងហើយបុណ្យពីជាតិមុនហ្នឹងវាហ្នឹងហើយត្រូវហើយមួយបុណ្យពីជាតិមុនមួយបុណ្យបច្ចុប្បន្នបើឧទាហរណ៍ថាគាត់ខ្វះបុណ្យចាស់ប៉ុន្តែគាត់បានប្រឹងធ្វើបុណ្យថ្មីបុណ្យហ្នឹងជួយទប់បានខ្លះឧទាហរណ៍ថាត្រូវរងគ្រោះ10អញ្ចឹងទៅមានបុណ្យថ្មីជួយទប់ខ្លះវារៀងប្រសាបខ្លះទប់ទល់បានខ្លះនៅក្នុងធម៌លោកប្រើពាក្យឧបបិលកកម្មមានន័យថាបុណ្យចូលទៅទប់ស្កាត់បាបយើងនិយាយភាសាសាមញ្ញអញ្ចឹងចាស់ហ្នឹងហើយឧទាហរណ៍ថាបាបវាត្រូវឲ្យផលអញ្ចឹងវាមានបុណ្យហ្នឹងដូចជាអានាងឬក៏លបងឬក៏សោអញ្ចឹងណាអញ្ចឹងបើចោលមកលួចក៏វាត្រូវឆ្កឹះឆ្កៀលមកចោលបើវាបាត់ក៏បាត់តិចដែរអញ្ចឹងណា
đời xa miền bon nắng chui là ngày chun bon chun có sao lá nhôm ná bà ấy sọc chầm ra tầng khăn nè nơi không thua ta đầm bay ơi luôn dương bàn sóc nè đợt tây trung vinh bàn sóc hơi ọt sơ miên sờ trứ sờ bố mất từ chẹ chất lô áo chê sai mê ta chấm hiền tí muối cứ chê sai mê ta đo luôn ai nè đại miền mê ta nâng chia mình nú từ chẹ ọt sơ chê ọt sơ chê tất cơ tất là ngài hai ban riêng sai mê ta đo crom cua xa lấy tha tầng ngọc nè xô mọi crom cua xa nhóm ban sẽ cái đây sóc rồi pot bị tục cầm áo miền pía cầm áo miền thầy là ngài ban ở trong vuốt lô áo sai mê ta đo bị khổ xa mà nế trong vuốt xô mọi bà sang cột bóng trong vuốt bàn sóc rồi pot bị tục cầm áo miền pía cầm áo miền thầy hay bạn sai mê ta đo tê và đa nơi vọt của miền tê và đa nơi tè dưới của miền mà dưới hai chữ chết hai trình niên tè cho ngay nhôm đó là ngày chấm ban xôm oi tê và đa thay là xa nơi tè nhôm nâng nơi vọt mà nâng bàn sóc rồi pot bị tốt của oi miền pía của oi miền thầy hay bạn sai đó nẹ chết khang xôm oi nè phùm nhom bàn sóc rồi thoát bị tốt cầm áo miền pía cầm áo miền thầy hai bàn sai đal nè bơm ôn sai đal lục cru nè cru xô mỏi lục cru nè cru bàn sóc cầm áo miền tốt cầm áo miền pía cầm áo miền thầy hai nâng ôn tầng ó riêng sai đal mật hẹ xô mỏi mật hẹ nhom bàn sóc rồi pot bị tốt cầm áo miền pía cầm áo miền thầy vùng đi thì cái đây sẽ lánh prum đai đây thì cái đây sẽ lánh năng tinh tới chỉ vì thế nhôm thưa ca nghĩ sâu mọi mê trong bàn sóc rồi pot bị tốt cầm áo miền pía cầm áo miền thầy vì bộ tạm mê khắc ấy nhưng chạy hỏi bà bông ôn thằng o nia miền mê ta chớ nè na kế nè từ chẹ từ bông kế luôn dưỡng đôi chị dương miền chặt và đôi cổ mình chưa cao một lúc từ chân từ chay giống với từ chẹ lò thôi miền hướng héo on xây trở lao tê nơi con thó lúc Obama đôi chia tức bà u thì họ thật tức ta mà kêu cái đạm bà mà đạp tới tức nâng prai đế prai bắt nó bà u thật tức mà ra yom bà mà đạp tới bong prai thế tê dạng má nè để miên chất để chia lò đó á Obama đôi chia mà nút tức muối sra hay chăng nó mô tình đi ly pram giang nâng bong sầm đánh thà bờ còn là bọt na bàn bầm pính còn là bọt nâng bàn nơi xịt ở đây chìm ràn vẽ ly tí muối lục hai thà nhiệt tại bờ ly sừng cua nhiệt miền trọp thôn ấy chui bán chui về nhiệt dương miền tục á bên chui bờ nhiệt na chơi lôi xón nâng ở chơi tiết cho mày thế bên là bờ nhiệt na chơi mình xón còn mọi chơi ao và đòi tư chẳng á chia viên ấy cái nhóm chia viên ấy chia viên khô chất hai nâng tí phí rồi hai tệ thệ bà lý phải thay che từ tu nhiều đôi thật cùng oi cùng rua cùng rơi cùng mê cùng mơ một mình oi còi mình mơ chứ nghe nhôm hả anh nâng ọt chùm rạ đi rồi xìm lại nghe che tu nhiều đò tí bấy bọc bẹ bê tại bà lý che vừa bón lực đà nhiệt rồi thấy dương mình phịch côn á con trai na để chắp lịch ọt từ một ngày vậy từ một chuột nè nè xem anh nâng ta mày ở viêm đại đằng ấy phòn chẳng áp đi xây mà cái ọt trong hộp hồ vậy
ប៉ុន្តែបើឧទាហរណ៍ទេគាត់នឹងល្អណាស់មានពូមានមីងនោះធ្លាប់ជួយវានៅដឹងវាទៅរាល់ឆ្នាំឧទាហរណ៍អញ្ចឹងណាដល់ខែមនសន្តិដៅអាត្មាមាននៅស្រុកមួយក្មេងប្រុសហ្នឹងញោមស្រីអាត្មាជួយឲ្យវារៀនសូត្រវាក្រម៉ែឪវាឡើងថ្នោតធ្វើខ្សែដល់ពេលវារៀនសូត្របានចេះដឹងមានប្រាក់ខែប្រាក់ថ្ងៃមានឡានអីជិះដល់ខែមនសន្តិដៅវាមកហើយវាមកដូចថាយកផ្លែឈើយកអីមកជូនអញ្ចឹងណានឹងជាការដឹងគុណអ្នកណាដឹងអញ្ចឹងណាចម្រើនណាទៅមុខលូតទៅឆ្ងាយហើយនឹងទី4លោកហៅថារាជពលីមានន័យថាយើងដឹងគុណរាជការយើងបង់ពន្ធជូនរដ្ឋហើយនឹងទី5ទេវពលីមានន័យថាធ្វើបុណ្យហើយយើងចេះឧទ្ទិសជូនទេវតាយើងរាប់អានទេវតាអើយខ្ញុំជូនបុណ្យថ្ងៃនេះខ្ញុំបានមកធ្វើបុណ្យនៅវត្តជូនបុណ្យទេវតាណាអនុមោទនាបុណ្យខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះពេលយើងមានចិត្តទូទុនស្រឡាញ់គេក៏រាប់អានយើងវិញដែរចឹងណាហ្នឹងហើយអនុមោទនាប្រារព្ធហេតុអីក៏ដែរឲ្យតែអាចធ្វើបុណ្យបានឧទាហរណ៍ថាដល់ខួបកំណើតខួបឪពុកម្ដាយឬក៏ដល់អីខួបអាពាហ៍ពិពាហ៍ចាស់ឧទាហរណ៍អញ្ចឹងណាដល់ខែដល់ឆ្នាំអញ្ចឹងធ្វើបុណ្យណាឲ្យបានចិត្តជ្រះថ្លាអាហ្នឹងបើយើងប្រៀបធៀបទៅឧបមាដូចថាយើងដាំដើមឈើយើងស្រោចទឹកដាក់ជីអញ្ចឹងណាឬក៏អ្នកខ្លះទៀតចុះស្មានថាឧទាហរណ៍យកសពអក្រក់ចុះឬក៏យកសពឃើញម៉ែឃើញឪអីចឹងណាអញ្ចឹងមកធ្វើបុណ្យណាកុំឲ្យយកសពអក្រក់ហើយនៅបាក់ចិត្តនៅបាក់ចិត្តទៅវាធ្វើឲ្យវាមួម៉ៅវាកើតបាបយ៉ាងណាមានរឿងអីណាមិនសប្បាយចិត្តអីចឹងមានការបូជាប្រតនត្រ័យឬក៏មកថ្វាយគុំព្រះឬក៏អីចឹងហ្នឹងយើងឆ្លៀតណាហ្នឹងហើយបើនៅសម័យពុទ្ធកាលមានលោកសិទ្ធិអាណាទៅបិណ្ឌិតនោះគាត់ណាចៅលេងតុក្កតាឲ្យវាបែកតុក្កតាធ្វើពីដីឥដ្ឋហើយយំចៅនឹងយំហើយបានលួងចៅថាចៅអើយកុំយំចាំតាធ្វើបុណ្យឧទ្ទិសកុសលឲ្យតុក្កតាបែកហ្នឹងតាមពិតតុក្កតានោះវាមានចិត្តវិញ្ញាណអីមែនទេប៉ុន្តែបានជាអារម្មណ៍នាំឲ្យនិមន្តព្រះសង្ឃជាមួយព្រះសម្មាសម្ពុទ្ធជាប្រធានប្រគេនចង្ហាន់រាប់រយអង្គទៅធ្វើបុណ្យឧទ្ទិសឲ្យតុក្កតាហ្នឹងណាអញ្ចឹងបានព្រះអង្គប្រារព្ធរឿងហេតុហ្នឹងថាយើងយកស្អីមកជាអារម្មណ៍ហើយយើងធ្វើបុណ្យបានយើងធ្វើទៅដើម្បីចំណេញមកយើងបើយើងមិនព្យាយាមធ្វើបុណ្យកុសលទេជីវិតហ្នឹងវាទៅហើយដល់ថ្ងៃណាមួយវាអស់ប្រេងដូចជាគៀងអញ្ចឹងណាហើយយើងតវ៉ាអត់បានចឹងបានបនបានកសាលណាបានស្អីសុខស្អីចម្រើនទាំងអស់គ្នាអនុមោទនាមានបនកសាលមកកើតជាមនុស្សកើតដោយមហាកុសលមានន័យថាបុណ្យចាស់ឲ្យផលបើមិនមានបុណ្យចាស់ឲ្យផលទេកើតក្នុងកំណើតក្រមហើយអត់បានមកជាមនុស្សទេព្រោះមនុស្សអាចរៀនសូត្រចេះដឹងខុសដឹងត្រូវបានសត្វអីដឹងតិចតួចហើយបើធ្លាក់ទៅក្រមទៀតរត់តែអត់ដឹងមានតែសោយទុក្ខសោយលំបាកប៉ុន្តែកំណើតជាមនុស្សនេះសោយសុខខ្លះសោយទុក្ខខ្លះពីព្រោះយើងធ្លាប់សន្សំបុណ្យខ្លះបាបខ្លះអញ្ចឹងជីវិតហ្នឹងវាដំណើរហ្នឹងវាឡើងចុះប៉ុន្តែបើកូនហ្នឹងបានម៉ែឪជាដូនជាតានាំឲ្យចេះធ្វើបុណ្យពីក្មេងទៅ
bạn bồn thmây chui ô bà má đôi thay dương đâm tần nằm hay miền là bòn chẳng vì sơ miền sạch mà xía bồn thmây cả ọp rùm này nòm chạy ra mi diệt lọ bê bạch bán nó đôi là bòn lúc hai thà sal bên bậc cô na mùi nam miền sal chạy ra xong rùm thầm thử cua ở trên đẹp lá nâng chùm ra nè chị vật nè đôi thà không xuân nâng miền là bòn chân tới tầng năm vì ở sơ khôi khát á bên là bậc bơ cô cháu na chừng nghĩ chừng ngang ôi không ca chừng mừng máy á mình chẳng bay tận nè khéo game trôi chết đấy ta không khổ xa ấy của game trôi chết đây chẳng từ nam màu na kia ở chơi đẹp lao à niềm cỡ thế chơi rất ổn nè chẳng á hỏi ta mình đưa chơi rất ổn nắng phía xa dương thòm ở đó hay chơi rất ổn phía xa không thoát hay tham mình đủ ổn sao ôi từ một ổn ngày về chẳng ban bực bên em miền cô miền trái này nôm ở rồi thay squat bon squat bát squat côn squat tu ở chơi chả rất bia thay nấu anh nâng mình nu có sờ lánh tê và đá có chơi chặt đài tầm nào chỉ vật dưỡng đôi chỉ làn chỉ dù tới về sangอย่างนะชีวิตอย่างนึงอยู่ๆtới sau bận nhưng tôi là chuyện thử bận time bầm chân ấy đôi đầm chơi để về chiết chơi về play cá về tôi về cái đập về cái địa bàn politics nhá bây giờ liệt về thường bự lọ group run bát phục mà đài thừa tiền thoại caสมาธิดับทอthừa chất ở trên là miền mê ta cùng mùa mờ cái hai khăn ấp trên này bên năng bên trên luôn một cái chế bên tích đa san nực hướng ở nó mày mùa mờ sao mong chặt anh đang đối vì hụt hay bon nó bon nó vừa miền hơi nó cũng bị khá pra mình bán này xa chặt giữa về mua mà sao món tới bon và mình nghĩ ai phal nó mà đôi thằng đam chơi nó vừa sọt tật hay phượng chạy thế chứ mà để thầy bon dừng tịnh chứ dừng mua mà cái đại hài nữa rồi chẳng với miền phal phai cài rồi gì vật nữa nhưng tôi là hiện đồ chất đồ ở rắm đồ cà kích hiện mà thường bữa ở bọn có sọt bố trẻ vọt qua sầm át bút rúp phai ca đã bát chạy tiền lầm lang phượng bon rươi tịnh bị trăm ngày cũng ở giường trăm bút đọc một phây năm chúng ta mà chỉ vật thử bon chạy buồn bám đó khá đã dù bê bốn thử thưa bị chăm ngày đối dương vào phồm sỏi tận nam tận nào dương chẳng bầm chân cái cream swat chỉ vật nâng họ tới chơi tới khởi từ vợ bạn đã tật đại chi vào phồm chỉ vật nó bị xòa bây giờ bị đường chỉ kiêng với việc phèn sale từ họ về lên bàn mua mà sao món hụt căn là khăn là nó mà rồi ta tất tay hơi khai cả đời tiết chẳng thọ thật rơm mà ra hầm pi ba rồi có thao vừa vì vụ vợ nó cứ thở liệt về thử bòn ở chất trẻ là nâng từ bàn chìm ra ơn ta lọp mô hình bầm chẳng đua để bạ srập tới mua mà sao mòn bon cha nó gồm sơ miến bon thmây này gồm sơ bàn thưa với đòn đạp thằng phơi cài phơi chặt chẳng hiền tôi chặt ở chặt là đạp thôi miền sầm mát thế prang thơm bự ó nâng dương tôi ở
ជីវិតនឹងបានស្រស់ឡើងបន្តិចម្ដងចឹងមិនសូវមានវិបត្តិក្នុងជីវិតទេយើងម្នាក់កើតមកនោះវាមានស្ពាយសេចក្តីទុក្ខមកជាមួយសេចក្តីទុក្ខផ្លូវកាយផងសេចក្តីទុក្ខផ្លូវចិត្តផងសេចក្តីទុក្ខផ្លូវកាយឈឺចុកចាប់បញ្ហានេះសុខភាពនេះនោះអីចឹងទៅគាត់មិនបានរៀងខ្លួនប៉ុន្តែសេចក្តីទុក្ខផ្លូវចិត្តដែលថាធ្វើឲ្យយើងហត់នឿយជាងផ្លូវកាយហ្នឹងគឺនៅពេលដែលយើងអោបកសោបរឿងរ៉ាវច្រើនពេកមិនចេះទម្លាក់រឿងពីអតីតដែលកើតរួចមកហើយក៏នៅសោកសៅនៅស្ដាយសំណោះអាឡោះអាល័យឬក៏វបដិសារីស្ដីបន្ទោសអាហ្នឹងក៏នាំឲ្យចិត្តហ្នឹងវាហត់ដែរយើងអត់អនុញ្ញាតឲ្យរឿងនឹងរលត់ទៅយើងនៅតែស្ពាយសេចក្តីទុក្ខនឹងតាមខ្លួនអត់កំណត់ដឹងថាវាបានកើតរួចទៅហើយទោះជាយើងយំសោកក៏វាអត់បានរឿងនឹងត្រឡប់មកវិញដែររៀនកំណត់ដឹងថាវាជាការពិតអញ្ចឹងហើយទៅទទួលស្គាល់ហើយទៅដោះស្រាយហើយហ៊ានបើកទំព័រថ្មីរៀនធ្វើដំណើរទៅមុខកុំឲ្យវាជាប់នៅក្នុងគុកអតីតកាលឬក៏អ្នកខ្លះហត់នឿយដោយសារការភ័យព្រួយទៅក្នុងរឿងអនាគតបារម្ភខ្លាចចេះខ្លាចចុះគិតបង្កើតរឿងនាំឲ្យសោកសៅតាមផ្លូវចិត្តពិបាកចិត្តពេកដេកមិនលក់បក់មិនលហើយញ៉ាំបាយមិនឆ្ងាញ់កើតជាវិបត្តិក្នុងផ្លូវចិត្តហើយចឹងវាហត់ទាំងសងខាងហត់ក្នុងរឿងអតីតផងហត់ក្នុងរឿងអនាគតផងហើយត្រូវប្រឈមមុខនឹងបញ្ហាបច្ចុប្បន្នរស់ស៊ីទទួលទានចំណេញខាតអ្នកនេះនិយាយថាអញ្ចេះស្ដីបន្ទោសបណ្ណាំងប្រជែងដល់ចឹងវាធ្ងន់អត់ព្រមទម្លាក់ខ្លះចឹងដើម្បីកុំឲ្យវាហត់នឿយខ្លាំងយើងរៀនឈរនៅក្នុងអំពើល្អរៀនទទួលខុសត្រូវក្នុងជីវិតថាអ្វីដែលកើតឡើងដំណើរជីវិតរបស់ខ្ញុំគឺវាអញ្ចឹងវាខុសគេអញ្ចឹងគេក៏ជួបរឿងរបស់គេខ្ញុំជួបរឿងរបស់ខ្ញុំមនុស្សលើផែនដីនេះជួបរឿងខុសគ្នាទាំងអស់អត់មានអ្នកណាដូចអ្នកណាទេហើយត្រូវតាំងខ្លួននៅក្នុងអំពើល្អគុណធម៌សិលធម៌អានឹងជាផ្លូវត្រូវហើយអ្នកណាថាអញ្ចេះស្ដីចុះអានឹងយើងមិនអាចផ្គាប់ចិត្តគេបានទេបើយើងដើរផ្គាប់ចិត្តគេគ្រប់គ្នាក៏យើងហត់ដែរពីព្រោះគេមិនអាចត្រូវចិត្តយើងគ្រប់ពេលទេអញ្ចឹងយើងបំពេញតួនាទីបំពេញអំពើល្អតាំងខ្លួននៅក្នុងសេចក្តីព្យាយាមក្នុងកុសលធម៌ឲ្យល្អអាហ្នឹងយើងអត់សូវហត់មកនេះអ្នកណាគិតយ៉ាងណាថាយ៉ាងណាហ្នឹងជារឿងរបស់គេទៅចាស់បើថាគេជួយណែនាំយើងខ្វះខាតយើងអរគុណគេហើយបើថាជាពាក្យបើឈឺឌឺដងហ្នឹងតាមគេចាស់គេសំបាបខ្លួនគេយើងមិនមែនរស់នៅនេះដើម្បីតែផ្គាប់ចិត្តគេហ្នឹងអាហ្នឹងយើងប្រកាសជាហត់ដែរនិយាយនេះមិនបានន័យថាឲ្យយើងផ្ដាច់ទំនាក់ទំនងមិនខ្វល់ទេប៉ុន្តែត្រូវមានជំហរនៅក្នុងអំពើល្អនៅក្នុងគុណធម៌រៀនរស់នៅក្នុងកុសលធម៌វាស្រស់វាស្រាយវារីកវារាយយើងធ្វើប្រយោជន៍សម្រាប់ខ្លួនឯងផងធ្វើប្រយោជន៍សម្រាប់អ្នកដទៃផងអានឹងយើងបានបុណ្យកុសលទាំងបច្ចុប្បន្នទាំងបរលោកហើយយើងអត់សូវហត់ទេអត់សូវហត់ទៅខ្វល់នឹងពាក្យសម្ដីគេនេះ
គិតពីខ្ញុំចេះគិតពីខ្ញុំចុះយើងខាត់គេបានហ្នឹងរៀនទម្លាក់សេចក្តីទុក្ខហ្នឹងរៀនទម្លាក់អកុសលហ្នឹងទើបយើងមិនសូវធ្ងន់ខ្លាំងមិនសូវហត់ខ្លាំងរឿងល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសីលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាបានឡើយ